តើធ្វើការលើទីខ្ពស់យ៉ាងណាកុំឲ្យធ្លាក់ចុះមកសួស្តីខ្ញុំជាមន្ត្រីសុវត្ថិភាពនិងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីសុវត្ថិភាពក្នុងភាគទី1ស្តីពីការធ្វើការលើទីខ្ពស់ដោយសុវត្ថិភាពតើអ្នកដឹងទេថាគ្រោះថ្នាក់ធ្លាក់ពីទីខ្ពស់គឺជាគ្រោះថ្នាក់ដែលកើតឡើងញឹកញាប់បំផុតក្នុងវិស័យសំណង់ហើយប្រសិនបើមានការធ្លាក់ពីការងារលើទីខ្ពស់ចាប់ពី2ម៉ែត្រឡើងទៅយើងមានឱកាសរងរបួសធ្ងន់ធ្ងរក្លាយជាជនពិការពេញមួយជីវិតឬអាចដល់ថ្នាក់បាត់បង់ជីវិតបានសួស្តីតើអ្នកដឹងទេថាទោះបីជាពេលកំពុងផ្លាស់ប្ដូរទីតាំងលើទីខ្ពស់ត្រូវតែចងចាំថាកុំភ្លេចតាក់ទំពក់មួយឲ្យជាប់ជានិច្ចអូបាទខ្ញុំភ្លេចបាត់ព្រោះចង់ឲ្យការងាររួចរាល់មុនពេលថ្ងៃត្រង់ពេលឡើងធ្វើការលើទីខ្ពស់ចាប់ពី2ម៉ែត្រឡើងទៅត្រូវមានទំពក់មួយតាក់ជាប់ជានិច្ចអ្នកគ្រប់គ្រងគម្រោងត្រូវតែរៀបចំខ្សែក្រវ៉ាត់សុវត្ថិភាពពេញខ្លួនប្រភេទមានទំពក់2និងឧបករណ៍ពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់និងត្រៀមប្រើប្រាស់មន្ត្រីសុវត្ថិភាពវិជ្ជាជីវៈឬមន្ត្រីសុវត្ថិភាពថ្នាក់ដឹកនាំត្រូវត្រួតពិនិត្យការងារដោយត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនិងតាក់ទំពក់ជាប់ជានិច្ចនិងសង្កត់ធ្ងន់លើការពិភាក្សាជារៀងរាល់ថ្ងៃក្នុងការប្រជុំមុនចាប់ផ្ដើមការងារ